Hello ពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំមកថតវីដេអូនៅសាលារៀនបែបស្តង់ដារអញ្ចឹងណាពុកម៉ែបងប្អូនបើអ្នកស្គាល់បើថាអ្នកដឹងណាសាលារៀនបែបស្តង់ដារគេដឹងហើយបើសិនតែពុកម៉ែបងប្អូនណាដែលមិនទាន់ដឹងថាសាលារៀនបែបស្តង់ដារហ្នឹងមិនពុកម៉ែបងប្អូនចង់ដឹងមើលវីដេអូខ្ញុំរហូតដល់ចប់ទៅចាខ្ញុំប្រាប់អ្នកគ្នាថាសាលារៀនបែបស្តង់ដារនេះអ្នកគ្នាគេបរៀនគួរអ្នកគ្នាបរៀនគួរបើថាកូនយើងរៀនរត់ពាក់កណ្ដាលទៅរៀនគួរមកកណាត់ថ្ងៃទៅនេះមកកណាត់ថ្ងៃអីអញ្ចឹងយើងអាចមករៀនគួរបើថែមអ្នកគ្នាគួរនេះគឺថាយើងបែបមានស្តង់ដារអញ្ចឹងអ្នកគ្នាថាសាលារៀនគេនេះបើមានអាគារ2ជាន់អ្នកគ្នាមានបន្ទប់គេងមានបន្ទប់ហូបបាយមានបន្ទប់ច្រើនអ្នកគ្នាចាំមើលខ្ញុំថតវីដេអូពុកម៉ែបងប្អូនមើលទាំងអស់គ្នាគេថានេះបន្ទប់លេកន្លែងលោកគ្រូគាត់បង្ហាត់ណាអ្នកគ្នាលោកគ្រូនេះគេថាគ្រូគាត់អ្នកគ្រប់គ្រងកន្លែងអ្នកគ្នាគាត់កំពុងតែបង្ហាត់កូនសិស្សគាត់ហើយអត់មានដាក់ច្រើនទេអ្នកគ្នាកូនសិស្សគាត់មកបន្ទប់ដាក់3ដាក់4ពេលខ្លះមកបន្ទប់មួយគេមានអ្នកគ្នាយើងចង់ថាយើងសួរកូនសិស្សថាយើងរៀនកូនសិស្សហ្នឹងចេះអានអត់បើថាចេះអានដាក់បន្ទប់ចេះអានសិស្សណាអត់ចេះអានលោកគ្រូនឹងដាក់នៅបន្ទប់សិស្សអត់ចេះអានអញ្ចឹងថាសិស្សមួយគ្រូ2នាក់គេមានអ្នកគ្នាថាអ្នកគ្នាចង់បើចង់ឲ្យកូនពុកម៉ែបងប្អូនទៅរៀនកន្លែងសាលារៀនបែបស្តង់ដារនេះអត់នៅឆ្ងាយទេអ្នកគ្នាអ្នកសន្តានយើងឯងគេទៅបើកថ្មីអ្នកគ្នាតែគេមិនទាន់បើកល្អឡាច់ណាវាត្រឹមបើវាចង់ថាសាលារៀននេះទៅបាន 80% អ្នកគ្នានៅសល់ 20% ទៀតណាអ្នកគ្នាមិនខ្ញុំថតទៅជាន់លើទេអ្នកគ្នានេះខ្ញុំថ្ងៃនេះខ្ញុំចាញ់នេះខ្ញុំចាប់ដើមចុះទៅជាន់ក្រោមអ្នកគ្នាជាន់ក្រោមនោះខ្ញុំថតកន្លែងផ្ទៃកន្លែងខាងក្រោមឲ្យពុកម៉ែបងប្អូនមើលទាំងអស់គ្នាថាផ្ទៃនៅខាងក្នុងសាលារៀនគេនេះធំល្វឹងល្វើយអ្នកគ្នាកុំភ័យបើសិនថាដាក់កូនមកសាលាកន្លែងគ្រូនេះហើយលោកគ្រូហើយគាត់មានទ្វារលបងបិទជិតស្លឹបអត់ឲ្យចេញអញញ៉ៃដែរអ្នកគ្នាសំបីទៅនំចិននំអីក៏គាត់លក់ដែរចង់ថាបើគាត់លក់ដែរលក់នំបែបខ្មែរអញ្ចឹងពុកម៉ែបងប្អូននេះខ្ញុំឲ្យមកបង្ហាញកន្លែងបន្ទប់ទឹកគេអ្នកគ្នាបែបអ្នកអំពេញសុខសាន្តមកអ្នកគ្នាពេលខ្ញុំសួរគាត់ទៅគាត់ថាគាត់ធ្លាប់នៅធ្វើការនៅពេញធ្វើគ្រូធ្វើអីទៅគាត់ថាគាត់មានបទពិសោធន៍ខ្ពស់ទៅគាត់មកបើកនៅសាលារៀននៅអីសន្តាននេះអញ្ចឹងអ្នកគ្នាក៏បីតែបន្ទប់ទឹកគេក៏ស្អាតដែរអ្នកគ្នាមានដង្ហាលមានអីទេអ្នកគ្នាបើសិនថាមានកូនទូចណាតែសិនថាមិនចេះអានមិនចេះអាសេអីចង់ថាអត់មានពេលវេលាឲ្យកូនអីចឹងអ្នកគ្នាយើងអាចមកផ្ញើនៅសាលាលោកគ្រូបានយើងចង់បង់ខែក៏បានយើងចង់បង់ជាឆ្នាំក៏បានអ្នកគ្នាបើសិនថាខែដូចជាធូរថ្លៃទេអ្នកគ្នាមួយខែតែ40000ទេយើង1ម៉ោងណាមួយខែរៀន1ម៉ោងបើសិនថាយើងរៀន2ម៉ោងមួយខែ80000បើសិនថាបង់3ខែទេលោកគ្រូចុះតាមនឹងទេអ្នកគ្នាបើសិនថាអ្នកគ្នាចង់ចូលរៀនឲ្យកូនអ្នកគ្នាចូលរៀនអីចឹងអាចចូលរៀនបានអ្នកគ្នាគេថានេះបងអូនខ្ញុំអ្នកគ្នាបងអូនខ្ញុំនេះមកបន្ទប់នេះសិតតែអ្នកចេះអានទេអ្នកគ្នាសិតតែថ្នាក់ទី2គេដាក់ទី2ទី3គេដាក់ទី3ទី4គេដាក់ទី4អត់ញ៉ៃគ្នាអ្នកគ្នាបើសិនថាខ្ញុំមិននិយាយចំឈ្មោះទេសាលាខ្លះមែនតើអ្នកគ្នាមានប៊ូលូគេតែចង់ថាសិស្សច្រើនពេកមែនណាមកបន្ទប់ដាក់សិស្សឡើង40នាក់អាបងអូនខ្ញុំចង់ថាសិស្សខ្លះគ្នារៀនទី2ទេដាក់គ្នាច្រឡំជាមួយទី4គ្នាមិនចេះអ្នកគ្នាបើសិនថាសិស្សណាទី1យើងដាក់ទី1បើសិនទី1យើងដាក់ទី1ហើយសាលានេះចាប់ផ្ដើមបណ្ដើការតិចឲ្យអ្នកគ្នាសាលាយើងច្រឡំកន្លែងសាលាលោកគ្រូរៀនបរិញ្ញានេះអ្នកគ្នាយើងរៀនគាត់បរិញ្ញាបហាត់តាមពីទី1រហូតដល់ទី12បើសិនថាកន្លែងគាត់នេះស្រួលអ្នកគ្នាយើងរៀន2ម៉ោងលោកគ្រូ free computer កន្លះម៉ោងទេអ្នកគ្នាបើសិនថាបងគាត់ធ្វើអង្គការអីចឹងអ្នកគ្នាបើសិនធ្វើអង្គការឯងទុនចេះចង់ថាទុនចេះវាយកុំព្យូទ័រកន្លែងគាត់មានបរិញ្ញាកុំព្យូទ័រម៉ោងចាស់ទេអ្នកគ្នាបើសិនថាចង់ចូលរៀនចង់តាក់ទងអីចឹងខ្ញុំដាក់លេខទូរស័ព្ទនៅលើវីដេអូនេះអ្នកគ្នាបើថាសាលាគេធំល្អតិចអ្នកគ្នាមានចង់ថាអត់មានទូចក្តៅស្អុះសាប់ឯអ្នកគ្នាបើសិនថាកន្លែងលក់នំក៏អត់មានលក់នំអ្នកគ្នាចង់ថាយើងនៅនេះមានទឹកតិចឲ្យផឹកទៅអ្នកគ្នាយើងមកហត់ច្រកពីផ្ទះមកទៅយើងហត់តែកាន់10ទឹកយើងកាន់10ទឹកមកច្រកទឹកផឹកអីចឹងអ្នកគ្នាយើងមកកាន់10ទឹកក៏បានយើងមានកែវមានអីសាច់អ្នកគ្នាខ្ញុំមកបង្ហាញកន្លែងកុំព្យូទ័រដែលបងខ្ញុំរៀនអ្នកគ្នាកុំព្យូទ័របងខ្ញុំនេះនៅក្មេងទេបងនេះបងខ្ញុំទៅអាយុ5-6ឆ្នាំទេអ្នកគ្នាកុំព្យូទ័រគេ free ឲ្យកន្លះម៉ោងអត់គិតលុយទេអ្នកគ្នាកុំព្យូទ័របើសិនតែបងតែគាត់រៀនចប់ទី12ហើយក៏រកការងារធ្វើហើយក៏មានការងារធ្វើហើយតែគាត់អត់ទាន់ស្ទាត់កុំព្យូទ័រយើងអាចរៀនកុំព្យូទ័រកន្លែងលោកគ្រូបានអ្នកគ្នាបើសិនថាកន្លែងកុំព្យូទ័រគាត់មានដាក់កាមេរ៉ាមានសិនតិចអ្នកគ្នាបែបស្តង់ដារបែបអ្នកពេញចឹងអ្នកគ្នាបើសិនថាចង់មករៀនអីអាចមករៀនបានអ្នកគ្នាធូរថ្លៃទេអ្នកគ្នាបើសិនថាខ្ញុំវិញ
កុំព្យូទ័រអីខ្ញុំធានាខ្ញុំអត់អ្នករៀននេះទេខ្ញុំធានាខ្ញុំទៅលេងកុំព្យូទ័ររឹកមេរៀនអីអញ្ចឹងអ្នកគ្នាថាបន្ទប់នេះបន្ទប់បណ្ណាល័យអ្នកគ្នាបន្ទប់បណ្ណាល័យនេះកូនតើរៀបចំហើយទេអ្នកគ្នាបើថាអ្នកគ្នាចង់រកកន្លែងទីតាំងឯងស្រួលរកទេអ្នកគ្នាកន្លែងផ្លាកកូនគឺថាតើរៀបចំហើយទេអ្នកគ្នាបើសិនថាបដល់អីកូនតើមានឈ្មោះមានអីអ្នកគ្នាកុំឆ្ងល់ស្រួលរកទេថានៅនេះមានស្រួលទាំងអស់គ្នាកាមេរ៉ាលោកគ្រូភ្ជាប់នឹងប្រសាប់ដៃឲ្យពុកម៉ែបងប្អូនមើលកូនពុកម៉ែបងប្អូនមើលឲ្យពុកម៉ែបងប្អូនមើលពីសកម្មភាពកូនពុកម៉ែបងប្អូនរៀនក៏មិនរៀនឬមួយក៏គេធ្វើបាបអីចឹងអ្នកគ្នាយើងអាចមើលនឹងកាមេរ៉ាបានមិនសិនតែពុកម៉ែបងប្អូននៅឯផ្ទះកូនពុកម៉ែបងប្អូននៅរៀននៅសាលាយើងអាចមើលកូនយើងតាមទូរស័ព្ទអីចឹងអ្នកគ្នាទៅផ្លូវយើងស្រួលរកទេនេះផ្លូវចេញមកពីការ៉ាសាំងមកពៅអ្នកគ្នាយើងជិះមកហើយជិះត្រង់មកជើងឃើញកន្លែងសាលារៀនបែបស្តង់ដារដែលខ្ញុំប្រាប់មកអ្នកគ្នាកន្លែងវិទ្យលក់ស្រាយអញ្ចឹងអ្នកគ្នានេះផ្លូវទៅបាសជ័យផ្លូវទៅសន្តាននេះអញ្ចឹងអ្នកគ្នាខ្ញុំថតពីមុខរបងអញ្ចឹងណាមុខរបងពុកម៉ែបងប្អូនកុំភ័យមានអ្នកយាមទៀតហើយអត់ឲ្យកូនយើងចេញខ្វេកខ្វាចចេញពេញថ្ងល់អីចឹងអ្នកគ្នាឲ្យតែពុកម៉ែបងប្អូនទៅយកកូនបានគេឲ្យចេញបើសិនថាអត់មានបងប្អូនទៅយកសិស្សនឹងក៏ឲ្យចេញពីសាលាទេអ្នកគ្នាបើសិនថាយើងបងខែរួចហើយគាត់ free កៅអៅឲ្យពាក់ទៅអ្នកគ្នាកន្លែងគាត់អូអ្នកគ្នាចូលឲ្យមិនសិនតិចជាក់ស្រាប់អ្នកគ្នាខាងនេះខ្ញុំមក review ឲ្យលោកគ្រូបន្តិចទៅគេថាគាត់អត់មានជួយមានអីទេអ្នកគ្នាខ្ញុំចង់ឲ្យពុកម៉ែបងប្អូនមានកូនហើយរៀនហើយតែចង់ថារៀនអត់ទាន់ចេះអានឬស្ទើចង់ឲ្យរៀនអង់គ្លេសអីចឹងអ្នកគ្នាអាចមកចូលសាលានេះបានអ្នកគ្នាសំខាន់គឺមានកាមេរ៉ាជាប់នឹងទូរស័ព្ទដៃយើងឲ្យយើងមើលសកម្មភាពកូនយើងរៀនក៏មិនរៀនអីចឹងអ្នកគ្នាស្រួលមែនតើសាលារៀននេះបែបស្តង់ដារបែបណាំពេញតិចទៀតគាត់នឹងរៀបចំកន្លែងរៀនពីព្រឹករហូតដល់ល្ងាចចាំយើងទៅយកកូននេះចឹងអ្នកគ្នាចង់ថាយើងដាក់ព្រឹកកូនយើងព្រឹកម៉ោង6ចេញមកម៉ោង4នេះចឹងអ្នកគ្នាកន្លែងហ្នឹងមានកន្លែងដេកមានកន្លែងហូបបាយមានកន្លែងងុយទឹកមានកន្លែងហាត់ប្រាណអីចឹងអ្នកគ្នាចង់ដាក់ចូលចង់ឲ្យកូនពុកម៉ែបងប្អូនចូលសាលារៀនអីចឹងស្រួលទេអ្នកគ្នាចាំខ្ញុំដាក់លេខទូរស័ព្ទអាចស្រួលតាក់ទងទៅគាត់បានណាថាអ្នកគ្នាថាវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបាយបិទជម្រាបលា